តើអ្នកគ្នាសាកមកទូទីស័យរឿងចាស់ស្នេហ៍ប្រែបដូរភាគទី11ជាមួយខ្ញុំតគ្នាមើលណោះនេះគឺថាតើភាគទី11ស្មាលីគាត់នៅចិត្តតើនឹងវិចាក់ទីវិទ្យាបើទុកប្រយើងអត់តែនឹងថាឥឡូវហ្នឹងដែលវាកំពុងតែចាញ់បោកហើយក៏ចាញ់លបួងអាជីទាំងស្រុងហ្មងទៅស្មាលីគឺគាត់បានខឹងជាមួយដាវីតទេដោយសារគាត់ដឹងថាដាវីតកំពុងតែចាញ់ល្បិចគេហើយគាត់ក៏តែងតែបញ្ជាក់ដាវីតរហូតដែរថាដាវីតឆ្លាតប៉ុន្តែដាវីតបានជាល្ងងក្នុងរឿងនឹងទៅវិញអញនិយាយបានថាស្មាលីគាត់ដឹងច្រើនមែនទេដោយសារគាត់ធ្លាប់ខលអាជីមានតែត្រង់ជាមួយនឹងឆៃតែនៅក្នុងហាងផ្សារក៏ដូចជាគាត់តាមតអាជីទៀតដែលនិយាយទូរស័ព្ទជាមួយនឹងឆៃចឹងណាតែអ្នកគ្នាគាត់ថាតើបើសិនជាអ្នកគ្នាជាស្មាលីអ្នកគ្នាខឹងណាឧទាហរណ៍អ្នកគ្នាខឹងជាមួយនឹងដាវីតឬក៏ប្រចាំជាមួយដាវីតចឹងទៅតើអ្នកគ្នាជួយដាវីតឬមួយក៏ខឹងអញ្ចឹងហើយបញ្ចេញកំហឹងធ្វើបាបដាវីតបន្ថែមទៀតព្រោះដឹងថាដាវីតគាត់កំពុងតែចាញ់ល្បិចគេអញ្ចឹងណាចឹងបើសិនជាអ្នកឲ្យជាស្មារតីតែអ្នកដាច់ចិត្តទៅចោលអត់ហើយណាមួយបើយើងគិតទៅជាមួយនឹងចាមក៏ល្អដែរដោយសារតែចាមគាត់ក៏ជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនដូចជាមួយនឹងដាវីតនេះគ្នាបើសិនជាមនុស្សដែលអាត្មានិយមតែអ្នកនេះគាត់ថាតើស្មារតីដាច់ចិត្តអាត្មានិយមធ្វើបែបហ្នឹងអត់ឬមួយក៏គាត់សុខចិត្តនៅជាមួយដាវីតដើម្បីជួយការពារដាវីតអញនិយាយថាទៅពេលគាត់នៅក៏គាត់មិនបានជួយច្រើនដែរប៉ុន្តែបើពេលជាគាត់នៅទៅគឺគាត់អាចដាស់សតិដាវីតបានមួយចំនួនដែរអញនិយាយថាកុំឲ្យគាត់ចាញ់គេតាមអ្វីដែលគេប្រាប់គ្រប់រឿងពេញអញ្ចឹងណាហើយឯដែលគិតមួយទីណោគ្នាដោយស្មាលីបានប្រាប់ទៅអញ្ចឹងហើយគាត់ទៅប្រាប់យើងគាត់អត់គិតសោះហ្មងតែរឿងនោះដូចជាលុបបៃឡអញ្ចឹងហើយក៏សុកគេមកដល់ផ្ទះហើយមិនមែនកាត់រឿងនោះតែម្ដងគឺពីរដងឯងប៉ុន្តែគាត់បែរជាចាប់អារម្មណ៍ណាមួយគាត់គិតថាគាត់ជិះរៀបការជាមួយជីហើយគាត់ក៏មិនសូវខ្វល់ពីរឿងហ្នឹងឬក៏មិនអញ្ចឹងណាអីដែលបារម្ភបំផុតនោះខ្លាចថាបើសិនជាគាត់រៀបការហើយតើស្មាលីនឹងទៅជាយ៉ាងណាព្រោះអីស្មាលីគាត់ក៏បាននៅជាមួយទូកដែរហើយបើសិនថ្ងៃក្រោយទៅគាត់មានបញ្ហាមានកូនឬក៏មានអីទៅក៏ប្រវាក់សម្រាប់គាត់ដែរចាអ្នកឲ្យតាមមើលថាតើពូដេត្រូលគាត់នឹងបង្វែរសាច់រឿងហ្នឹងទៅជាបែបណានៅក្នុង page ដេត្រូ Cambodia នោះនេះក៏ទៅតាម channel របស់គាត់ហើយនិងក្នុង Facebook page របស់គាត់ផងបាយបាយអ្នកនេះ